បាទគ្រប់ជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទជាទីគ្រប់ទីស្រឡាញ់ទាំងអស់គ្នាបាទហើយថ្ងៃនេះខ្ញុំមានវីដេអូថ្មីបាទហើយវីដេអូថ្មីនេះពីដើមឡើយគឺខ្ញុំគិតថាអត់ចង់ថតទេអត់ចង់ផុសទេព្រោះណាបាទអត់ចង់ថតចង់ផុសទេដោយសារគឺទុកគ្រប់ស្រឡាញ់ថែសារខ្លួនឯងបាទហើយសូមបញ្ជាក់ថាពីអង្គនេះបាទគឺខ្ញុំបានបន្តបាទពីលោកឪពុករបស់ខ្ញុំបាទដែលខ្ញុំយកមកនេះយកពីគាត់មកហ្នឹងពីខ្ញុំទៅយកពីគាត់គឺមកគូនឹងឯងបងប្អូនណាបាទមកគូនឹងឯងបាទហើយម៉ោងនេះគឺខ្ញុំធ្លាប់ផុស2ដងហើយបាទដែលប្រាប់បញ្ជាក់ថាខាងការពីលើអ្វីនោះបាទហើយក៏ជារបស់ដុសពីក្នុងកំពង់សីដែរបាទហើយខ្ញុំក៏បានផុសម្សាហើយបាទហើយសូម្បីទុកចោលនេះគាត់សូម្បីតែទុកក៏មានជាតិឬថាសំណើមចេញមកជោគចឹងទៅបាទល្អល់ព្រិលបាទហើយមួយគោនេះវិញមួយអង្គនេះវិញគឺខ្ញុំយកមកជាមួយគ្នាព្រោះណាបាទហើយកាលមុនគឺខ្ញុំផុសតែមួយអង្គនេះទេដោយសារខ្ញុំគិតថាទុកអង្គនេះគឺចែកជីវជូនអង្គនេះពុកម៉ែបងប្អូនដែលមានបញ្ញាស័យបាទហើយបើចំណែកអង្គនេះខ្ញុំគិតថាខ្ញុំស្រឡាញ់ខ្លាំងបាទខ្ញុំក៏ទុកថែសារខ្លួនឯងបាទហើយដល់ពេលឥឡូវនេះគឺសម្រាប់ចិត្តថាថតទាំងអស់គ្នាតែម្ដងបាទបង្ហាញជូនពុកម៉ែបងប្អូនទាំងអស់គ្នាបាទហើយមួយអង្គនេះគឺជាប្រភេទនាងពួនដុះក្នុងភ្លុកដំរីបាទនាងពួនដុះក្នុងភ្លុកដំរីបាទចំនួនគាត់ប្រើបាទតែខ្លាចទៅជាថ្មហើយបងប្អូនបាទតែគាត់ប្រាប់ថាគឺនាងពួននៅក្នុងភ្លុកដំរីដែលគាត់ស្កោះបានពីក្នុងភ្លុកដំរីបាទហើយមកក្របនេះគឺស្អាតណាស់បងប្អូនបាទនៅមានជាតិស្រ័យជាឆ្អឹងឡើយនេះបាទនៅជាឆ្អឹងជាតសៃដូចអីឆ្អឹងដូចជាភ្លុកដែរបាទតែគាត់ថាមួយនៅភ្លុកនៅក្រៅគាត់នេះនៅក្នុងបាទនៅក្នុងតែគាត់ប្រើយូរឆ្នាំហើយបាទយូរជាមួយគ្នានឹងឯងមកគូនឹងដែលគាត់ឲ្យមកគឺឲ្យមកគូនឹងឯងតែមកគូនេះខ្ញុំអត់ដែលបានថតទេដោយសារខ្ញុំទុកលាក់ទុកថាទុកគ្រប់ទុកថាសារប្រើខ្លួនឯងហ្នឹងបងប្អូនបាទគឺខ្ញុំអត់បានថតបានផុសអីទេបាទគឺនាងពួនដុះក្នុងភ្លុកដំរីហើយខ្ញុំក៏ទុកបាទទុកក្នុងថង់នេះក្នុងថង់ក្រហមជាមួយគ្នាបាទទាំងខ្នាយតាន់ទាំងរែងនាងពួនក្លូតនេះជាមួយគ្នាទាំងអស់ហ្នឹងបាទមួយថង់នេះខ្ញុំទុកតាមខ្លួនរហូតពេលខ្ញុំដើរព្រៃបាទដើរព្រៃទៅខ្ញុំដាក់តាមខ្លួនហើយសូមចិត្តថានាងពួននេះគឺនាងពួននៅក្នុងភ្លុកដំរីបងណាបាទតែលោកខ្លាចជាថ្មហើយបាទក៏ខ្លាចទៅជាថ្មដូចគ្នាយ៉ាងដូចមួយអង្គនេះអញ្ចឹងបាទតែគាត់ថាលោកមានរៀងអញ្ចឹងពណ៌អញ្ចឹងបាទហើយប៉ិនម្រាមដៃខ្ញុំទេបាទស្ទើរជាងម្រាមដៃបន្តិចចើបាទខ្ញុំស្រឡាញ់បាទខ្ញុំទុកក្នុងថង់ក្រហមតាមខ្លួនរហូតតែខ្ញុំមិនដែលបានថតផុសទេដោយសារខ្ញុំគិតថាតូចច្រឡឹងស្អាតបាទតូចច្រឡឹងបាទខ្ញុំទុកជាប់ខ្លួនទៅបាទហើយនឹងពួនភ្លុកដំរីនេះក៏ជារបស់កម្រមួយដែរបាទកម្របាទហើយគាត់ប្រើនឹងយូរឆ្នាំហើយបាទចូលចង់100ឆ្នាំទៅហើយបាទពីជំនាន់គាត់មកដល់ខ្ញុំសប្តាហ៍នេះបាទហើយរូបរាងចឹងឯងបងណាបាទសម្រាប់បងណាមានឧបនិស្ស័យបាទមានចំណាប់អារម្មណ៍ស្រឡាញ់ទុកគ្រប់ថែសារបាទហើយស្រុកទេសយើងនេះក៏ដល់អត់តន់ដឹងច្បាស់លាស់ថាយ៉ាងណាយ៉ាងណីទេបងណាបាទបងអត់ដឹងយ៉ាងណាយ៉ាងណីទេបាទបញ្ហាវាចេះតែកាត់ឡើងរហូតរាល់ថ្ងៃយ៉ាងទៅបានតាមដានព័ត៌មានមួយយប់ប្រមាណទៅបាទហើយដូចគ្នាយ៉ាងប្រមាណណាបាទមួយអង្គទាំងពីរអង្គហ្នឹងបាទពុកម៉ែបងប្អូនណាមានឧបនិស្ស័យបាទគឺអាចចែកជូនបានបងណាបាទសូមអរគុណច្រើនក៏សូមគោរពលាបាទសូមអរគុណ